នៅទីក្រុងបាងកកប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរសំណង់អគារដែលបាក់រលំដោយសារតែគ្រោះរញ្ជួយដីពីភូមិនៅតែបន្តទាំងយប់អធ្រាត្របន្ទាប់ពីរកឃើញសាកសពមនុស្ស6នាក់ក្រុមជួយសង្គ្រោះថៃបានប្រើដ្រូនហើយនិងសត្វឆ្កែដើម្បីស្វែងរកជនរងគ្រោះជិត100នាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួនជាប់សង្កត់នៅក្រោមគំនរថ្មក្តីសង្ឃឹមរកឃើញជនរងគ្រោះដែលអាចនៅមានជីវិតនៅក្រោមគំនរថ្មបាក់បែកគឺមានតិចណាស់ក្រុមជួយសង្គ្រោះថៃជួបបញ្ហាប្រឈមពីរនោះគឺគេត្រូវកាយគំនរថ្មដែលមានកម្ពស់មិនតិចជា20ម៉ែត្រហើយនឹងបំណែកថ្មអគារដែលអាចធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគេគ្រប់ពេលវេលាយោងតាមអាជ្ញាធរថៃអ្នកដែលបាត់ខ្លួននៅក្រោមអគារដែលបាក់ដួលស្រុតដោយសារតែការរញ្ជួយដីពីភូមិភាគច្រើនគឺជាកម្មករដែលធ្វើការនៅការដ្ឋានសាងសង់អគារនៅក្រៅហេតុការណ៍រញ្ជួយដែលបានបណ្ដាលឲ្យអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកករងអង្រួនរើចុះឡើងជាច្រើនកន្លែងរដ្ឋបាលក្រុងបាងកកបានសម្រេចជម្លៀសមនុស្សចេញពីអគារខ្ពស់ៗចំនួន2នៅយប់ថ្ងៃសុក្រហើយបានសន្យាបញ្ជូនក្រុមអធិការកិច្ចស្ម័គ្រចិត្តចំនួន100នាក់ឲ្យទៅត្រួតពិនិត្យសុវត្ថិភាពនៅតាមអគារជាង2000ផ្សេងទៀតនៅក្នុងទីក្រុងបាងកកនៅភូមិអាណូវិញជាពិសេសនៅក្បែររដ្ឋធានីបុរាណម៉ុងដាឡេដែលជាចំណុចរញ្ជួយដីកាលពីថ្ងៃសុក្រការខូចខាតហេដ្ឋារចនាសម្ព័ន្ធហើយនឹងការបាត់បង់ជីវិតមនុស្សគឺមានលក្ខណៈធ្ងន់ធ្ងរជាងប្រទេសថៃថ្លែងតាមកញ្ចក់ត្រួតទស្សន៍ជាតិភូមិនៅយប់ថ្ងៃសុក្រមេដឹកនាំរបស់សឹកភូមិលោកមីនអ៊ុងលៀងបាននិយាយថាមនុស្ស144នាក់បានស្លាប់ចំណែកឯ732នាក់រងរបួសមេដឹកនាំយោធាភូមិនៅបានព្រមានថាចំនួនមនុស្សស្លាប់គឺអាចកើនច្រើនជាងនេះពីព្រោះថានៅមានមនុស្សច្រើនទៀតដែលកំពុងតែបាត់ខ្លួននៅឡើយទីភ្នាក់ងារអាមេរិក US Geological Survey បានវិតម្លៃថាមនុស្សប្រមាណ800,000នាក់រស់នៅក្នុងតំបន់ដែលមានកម្រិតរញ្ជួយខ្លាំងនៅក្នុងប្រទេសភូមាដូច្នេះចំនួនមនុស្សស្លាប់គឺអាចដល់1000នាក់ឬក៏ច្រើនជាងនេះនៅចំពោះមុខគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះមេដឹកនាំយោធាភូមិដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកសេអ៊ុនសានស៊ូជីហើយកំពុងតែលង់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលជាង4ឆ្នាំមកនេះបានសុខចិត្តហាមាត់សុំជំនួយពីសហគមន៍អន្តរជាតិនៅថ្ងៃសុក្រមេដឹកនាំរបបសឹកភូមិបានប្រកាសបើកទ្វារទទួលយកជំនួយបរទេសគ្រប់ច្រកបន្ទាប់ពីឥណ្ឌាហើយនិងអឺរ៉ុបដែលបានប្រកាសត្រៀមខ្លួនជួយប្រជាជនភូមិអង្គការសហប្រជាជាតិបានប្រកាសបញ្ចេញកញ្ចប់ថវិកា$5លានសម្រាប់ផ្តល់ជំនួយសង្គ្រោះបឋមដល់ប្រជាជនភូមិចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិគ្រោះរញ្ជួយដីលើកនេះគឺជាទុកជាន់លើទុកពីព្រោះថាប្រជាជនភូមិប្រមាណ20លាននាក់កំពុងតែជួបការខ្វះខាតរួចទៅហើយដោយសារតែសង្គ្រាមស៊ីវិលដែលបានធ្វើឲ្យមនុស្សជាង3.5 លាននាក់រត់ភៀសខ្លួនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃសុក្របានអះអាងថាលោកបានយល់ព្រមផ្ដល់ជំនួយដល់ភូមិដែលកំពុងតែជួបគ្រោះអាសន្នក៏ប៉ុន្តែសំណួរចោទសួរថាតើអាមេរិករបស់លោកដូណាល់ត្រាំនឹងជួយភូមិតាមវិធីណាពីព្រោះថាទីភ្នាក់ងារអាមេរិក USAID ដែលទទួលបន្ទុកខាងផ្ដល់ជំនួយបរទេសនៅក្នុងករណីដែលមានគ្រោះមហន្តរាយធម្មជាតិនោះត្រូវបានលោកដូណាល់ត្រាំចោទថាចាយលុយខ្ជះខ្ជាយហើយបានបញ្ជាឲ្យបិទទ្វារនៅសប្តាហ៍នេះទៀតក្រសួងការបរទេសអាមេរិកដែលមានការចង្អុលបង្ហាញពីមហាសេដ្ឋី Elon Musk បានសម្រេចបណ្តេញបុគ្គលិកចុងក្រោយរបស់ USAID យ៉ាងយូរបំផុតនៅខែកញ្ញាឆ្នាំនេះ